นมัสการนังจำนวนพอโยมเยียดทั้งออกก่อนนะได้จำนายไปชมเอาตัวสนาวิตาพอทมานี้แต่ตรงจนนังสำนัวแบบคุยเสื่อมก่อนนะเจริญจังได้สมโยมเยียดทั้งออกเตรียมบัตรเตรียมสะพายช่างก่อนนะบอกสำนวนตีมุ้ยที่ส่วนหาตากระทรวงยุติธรรมมีสมรรถกิจนังอำนาจเป็นเรื่องเชื่อจำบองแต่เลือกิจการไว้có การใส่กระไดสำนมเรื่องปรุงมาตวันนังรอดประเวณีตู้ต่างประเทศขอการดักน้อมการกรบกรองเรื่องวิสัยยุติธรรมเกี่ยวการแต่งตั้งพระประโดนังการดอกโหดหมกดำไหนใจกรอมเขาการแต่งตั้งพระประโดนังดอกโหดหมกดำไหนใจกรอมแต่บุญนังโยมเยียดกถามวยนะที่ชิมลอยตรงเต๋อเฉลยหรือว่ามุนนังธรรมาปราบจังโยมกึศขนมจัดเด้อทามวยนะที่สมรรถกิจระบบกระทรวงยุติธรรมเอาอีกหน่อยบอกจำลอยตรงเต๋อคือคอก่อนนะดักน้อมกรบกรองเรื่องวิสัยยุติธรรมสมุติปีกิสุทัตตาสถาบันนะได้มีสมรรถกิจประดับมุกขนมการรีบจอมการประองวิจัยเฉลยหรือนังบรรดาบรรดาวิจัยชีวิตดำบงดอสะใจกรอบนังสะกรามจีcó มีนรีบัณฑิตสภีวิจัยชีวิตตลาดการขออดดอมกรมประสานในองค์ใจกรอมเกี่ยวกระทรวงยุติธรรมเขาสำหรับพมลรัฐบาลโยมเชื่อเรื่องว่าพอตาบุญนังมวยนะแต่โยมกระทำตรมเต๋อมารอบเอาใบมวยปีใบรอยตรมเต๋อคือกอไปนะเรียกบัณฑิตสภีวิจัยชีวิตตลาดการสำนวนที่ใบแต่เปียทาใจกรอมสำหรับเรื่องสมัครสภีนะครับcó ใจกรอมจุ่มนุมจุ่มเรียนังใจกรอมเสิร์ฟสัวขอใจกรอมจุ่มนุมจุ่มเรียนังปราริจัญญาแก้วใจกรอมเสิร์ฟสัวนังกระลามจีเขาใจกรอมในตลาดการกำพูแต่มวยกดยมยัดเรื่องเมื่อมวยนะบอกสมุติใบจังเต้จำลายตรำเต๋อคือกอป่ะนะใจกรอมจุ่มนมจุ่มแรงนังใจกรอมเสิร์ฟสัวสำนวนที่บุญสำนวนที่บุญตาเปียทาพระริจัญญากระดอนดอบเลยมุกดมไหนอย่างไรครับก็อาเกะพระริจัญญาอาเกะพระริจัญญานังเมธีวีรวัตขอพระริจัญญานังมันไตรนกบายุติธวาเก้าพระริจัญญานังอนุพระริจัญญาเข้าพระริจัญญานังใจกรอมเสพสัวโยมเรื่องมวยนะบอกสมนุติบุญหมอกมวยปีใบจำนวนตรมเต๋อคือพระเก้าพระริจัญญานังอนุพระริจัญญาเอานะติบุญติปรามสมุติปรามตาอันนัดระบอบสมัยจักรดอมกรมประสานในองค์ใจกรอมเมียนเทระเวลากำหนดระยะเปประมาณชนำเรื่องว่าเราเมียนใบชนำบุญชนำปรามชนำประมุยชนำมวยนะมวยปีใบเก่าปะนะเมียนระยะเปปรามชนำสำนวนที่ประมุยตา
ការបោះឆ្នោតជ្រើសរើសសំទោសតើការបោះឆ្នោតដើម្បីសម្រេចសេចក្តីក្នុងអង្គប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវធ្វើឡើងតាមរបៀបណាកការបោះឆ្នោតសំទោសកបោះឆ្នោតដោយលើកដៃចំហខបោះឆ្នោតតាមរយៈប្រព័ន្ធអេឡិចត្រូនិកកការបោះឆ្នោតជាសម្ងាត់ខសម្រេចតាមរយៈការពិភាក្សាឯកច្ឆន្ទដោយមិនចាំបាច់បោះឆ្នោតមួយណាត្រឹមត្រូវបងមក1 2 3ចម្លើយត្រឹមត្រូវគឺកប៉ុណ្ណាបោះឆ្នោតជាសម្ងាត់សំណួរទី7តើសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអាចទទួលប្រាក់បំណាច់មុខងារជាចៅក្រមឬព្រះរាជអាជ្ញាក្នុងរយៈពេលកំពុងបំពេញការងារក្នុងក្រុមប្រឹក្សាបានដែរឬទេកបានប្រសិនបើនៅបន្តកាត់ក្តីខមិនបានឡើយកបានក្នុងកម្រិតពាក់កណ្ដាលខបានតែសម្រាប់សមាជិកមកពីស្ថាប័នអัยការមួយណាបងសំណួរទី7មក1 2 3ដែលត្រឹមត្រូវគឺខប៉ុណ្ណាมันអាចมันបានទេបងសំណួរទី8តើការដាក់ទោសវិន័យលើចៅក្រមឬព្រះរាជអាជ្ញាត្រូវផ្អែកលើមូលដ្ឋាននៃច្បាប់ណាជាចម្បងកមានក្រមព្រហ្មទណ្ឌខក្រមនីតិវិធីព្រហ្មទណ្ឌកច្បាប់ស្តីពីការរៀបចំអង្គការតុលាការខច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញាមួយណាដែរបងទី8ដែលត្រឹមត្រូវមួយបងរើមកដែលត្រឹមត្រូវគឺខបងណាបានខច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញាសំណួរទី9តើឋានន្តរស័ក្តិទី2វរៈចៅក្រមឬវរៈព្រះរាជអាជ្ញាដែលជាឋានន្តរស័ក្តិកណ្ដាលត្រូវបានបែងចែកជាប៉ុន្មានថ្នាក់កមាន3ថ្នាក់ខ4ថ្នាក់ក5ថ្នាក់ខ6ថ្នាក់បងមួយណាដែរខ្ញុំនិយាយគិតថាត្រឹមត្រូវរើសមកបងសំណួរទី9 1 2 3ដែលត្រឹមត្រូវគឺខបងណាគឺខមាន4ថ្នាក់ទី10តើក្រមចៅក្រមតើក្របខណ្ឌចៅក្រមនៃកម្ពុជាត្រូវបានបែងចែកជាប៉ុន្មានឋានន្តរស័ក្តិម្ដងទៀតសំណួរទី10តើក្របខណ្ឌចៅក្រមនៅកម្ពុជាត្រូវបានបែងចែកជាប៉ុន្មានឋានន្តរស័ក្តិកមាន2ថ្នាក់មាន2ឋានន្តរស័ក្តិមាន3ឋានន្តរស័ក្តិមាន4ឋានន្តរស័ក្តិមាន5ឋានន្តរស័ក្តិរើសមកបងមួយណាសំណួរទី10មក1 2 3មាន3ឋានន្តរស័ក្តិប៉ុណ្ណាសំណួរទី11បើសិនមកបេក្ខជនប្រឡងសិស្សចៅក្រមជាមន្ត្រីរាជការតើអាយុអតិបរមាត្រូវបានបន្ធូរបន្ថយរហូតដល់ប៉ុន្មានឆ្នាំក35ឆ្នាំខ40ឆ្នាំក45ឆ្នាំខ50ឆ្នាំម្ដងទៀតសំណួរទី11ប្រសិនបើបេក្ខជនប្រឡងសិស្សចៅក្រមជាមន្ត្រីរាជការតើអាយុអតិបរមាត្រូវបានបន្ធូរបន្ថយរហូតដល់ប៉ុន្មានឆ្នាំមាន30ឆ្នាំមាន35ឆ្នាំ40ឆ្នាំ45ឆ្នាំ50ឆ្នាំប៉ុណ្ណាសំណួរទី11មួយណាបង1 2 3គឺខប៉ុណ្ណា40ឆ្នាំសំណួរទី12តើអាណត្តិរបស់សមាជិកប្រសិទ្ធិនីមួយៗមានរយៈពេលប៉ុន្មានឆ្នាំ
ម្ដងទៀតតែអាណត្តិរបស់សមាជិកប្រសិទ្ធភាពនីមួយៗមានរយៈពេលប្រមាណឆ្នាំក4ឆ្នាំខ5ឆ្នាំក6ឆ្នាំខ9ឆ្នាំមួយណាបងសំណួរទី12 1 2 3មាន6ឆ្នាំបងណាមាន6ឆ្នាំសំណួរទី13តើការធានាមិនឲ្យមានការចោទប្រកាន់ចាប់ខ្លួនឬឃុំខ្លួនសមាជិកប្រសិទ្ធភាពក្នុងបទល្មើសព្រហ្មទណ្ឌទូទៅត្រូវបានហៅថាអ្វីកអភ័យឯកសិទ្ធិសកម្មខអភ័យឯកសិទ្ធិជាអកម្មកអភ័យឯកសិទ្ធិដោយប្រយោលខអភ័យខសិទ្ធិពិសេសក្រៅដែនដីសភាប៉ុណ្ណា4មានកអភ័យឯកសិទ្ធិសកម្មខអភ័យឯកសិទ្ធិជាអកម្មកអភ័យឯកសិទ្ធិដោយប្រយោលខសិទ្ធិពិសេសក្រៅដែនដីសភាមួយណាបងសំណួរទី13មក1 2 3តែត្រឹមត្រូវគឺកប៉ុណ្ណាអភ័យឯកសិទ្ធិដោយប្រយោលសំណួរទី14តើបទល្មើសក្នុងបរិយាកាសកម្ពុជាត្រូវបានបែងចែកជាប្រមាណថ្នាក់ក2ថ្នាក់បទឧក្រិដ្ឋនិងមជ្ឈិមក3ថ្នាក់បទឧក្រិដ្ឋមជ្ឈិមនិងបទពហុក3ថ្នាក់មជ្ឈិមពហុនិងបទសហាយស្មន់ខ4ថ្នាក់បទឧក្រិដ្ឋមជ្ឈិមពហុនិងបទល្មើសរដ្ឋប្រវេណីមានប្រមាណដែរបងសំណួរទី14បង1 2 3មានសំណួរទី14មានប៉ុន្មានបងមាន3បងណាមាន3ថ្នាក់មជ្ឈិមពហុនិងសហាយស្មន់សំទោសបងសំណួរទី14មាន3ថ្នាក់បទឧក្រិដ្ឋបទមជ្ឈិមនិងបទពហុមាន3ថ្នាក់ពហុបងណា3ថ្នាក់មិនច្រឡំកខ3ថ្នាក់បទឧក្រិដ្ឋបទមជ្ឈិមនិងបទពហុសំណួរទី15តើអំពើធ្វេសប្រហែសអាចត្រូវបានចាត់ទុកជាបទល្មើសដែរឬទេកមិនអាចជាដាច់ខាតព្រោះរាល់បទល្មើសទាមទារនៅចេតនាទុច្ចរិតខអាចជានិច្ចឲ្យតែអំពើនោះបណ្ដាលឲ្យមានការខូចខាតដល់ភាគីម្ខាងទៀតកអាចលុះត្រាតែមានច្បាប់បញ្ញត្តិយ៉ាងច្បាស់លាស់ពីការផ្ដន្ទាទោសและការធ្វើប្រហែសនោះខអាចតែត្រឹមចាត់ថ្នាក់ជាបទល្មើសពហុប៉ុណ្ណោះមួយណាដែរបងសំណួរទី15មក1 2 3កប៉ុណ្ណាអាចលុះត្រាតែមានច្បាប់បញ្ញត្តិយ៉ាងច្បាស់លាស់ពីការផ្ដន្ទាទោសឬការធ្វើប្រហែសនោះសំណួរទី16តើចៅក្រមត្រូវបកស្រាយច្បាប់ព្រហ្មទណ្ឌដោយផ្អែកឬគោលការណ៍អ្វីជាចម្បងចៅក្រមបងត្រូវបកស្រាយច្បាប់ព្រហ្មទណ្ឌដោយផ្អែកឬគោលការណ៍អ្វីជាចម្បងមានកការបកស្រាយពង្រីកន័យខការបកស្រាយយ៉ាងតឹងរ៉ឹងបំផុតកការបកស្រាយតាមរោគវិនិច្ឆ័យកខការបកស្រាយតាមទំនៀមទម្លាប់និងទម្លាប់មួយណាដែលញាតិញោមគាត់ថាត្រឹមត្រូវតកតងទៅនឹង4ចំណុចហ្នឹងសំណួរទី16មក1 2 3ដែលត្រឹមត្រូវគឺខប៉ុណ្ណាបកស្រាយយ៉ាងតឹងរ៉ឹងបំផុតសំណួរទី17
ta ក្នុងករណីមានច្បាប់ថ្មីចូលជាធរមានហើយច្បាប់ថ្មីនោះមានទោសស្រាលជាងច្បាប់ចាស់តើត្រូវអនុវត្តច្បាប់ថ្មីនោះយ៉ាងដូចម្តេចចំពោះបទល្មើសដែលបានប្រព្រឹត្តមុនច្បាប់នេះចូលជាធរមានក៏មិនអាចអនុវត្តថយក្រោយបានទេគឺត្រូវអនុវត្តច្បាប់ចាស់ខត្រូវអនុវត្តថយក្រោយជានិច្ចទោះបីជាសំណុំរឿងមានសេចក្តីសម្រេចជាស្ថាពរហើយក៏ដោយកែវត្រូវអនុវត្តថយក្រោយលុះត្រាតែសំណុំរឿងនោះមិនទាន់មានសេចក្តីសម្រេចស្ថាពរពីតុលាការខែវអាចអនុវត្តថយក្រោយបានតែចំពោះបទរហុនិងបទមជ្ឈិមប៉ុណ្ណោះសំណួរទី17តើមួយណាបងមក1 2 3កោប៉ុណ្ណាត្រូវអនុវត្តថយក្រោយលុះត្រាតែសំណុំរឿងនោះមិនទាន់មានសេចក្តីសម្រេចស្ថាពរពីតុលាការសំណួរទី18តើបទមជ្ឈិមត្រូវជាប់ទោសពន្ធនាគារក្នុងចន្លោះប៉ុន្មានក្នុងចន្លោះពេលប៉ុន្មានកពី1ខែដល់3ឆ្នាំខពី1ឆ្នាំដល់5ឆ្នាំកលើសពី6ថ្ងៃដល់5ឆ្នាំខពី6ខែដល់5ឆ្នាំមើលណាបទទី18មក1 2 3កោប៉ុណ្ណាពី6ថ្ងៃដល់5ឆ្នាំសំណួរទី19តើអញ្ញាយុកានៃទោសសម្រាប់បទឧក្រិដ្ឋទូទៅត្រូវបានកំណត់រយៈពេលប្រមាណឆ្នាំបទឧក្រិដ្ឋណាបើមាន10ឆ្នាំ15ឆ្នាំ20 30ឆ្នាំមួយណាដែរបងសំណួរទី19មក1 2 3កោប៉ុណ្ណា20ឆ្នាំសំណួរទី20តើអំពើបែបណាដែលច្បាប់ចាត់ទុកជាបទឧក្រិដ្ឋប្រឡាយពូជសាសន៍បែកលើគោលបំណងរបស់ជនល្មើសកការបំផ្លាញក្រុមនយោបាយណាមួយដោយហិង្សាខការបំផ្លាញទាំងមូលឬមួយផ្នែកនៅក្រុមជាតិសាសន៍ជាតិពន្ធធុពូជសាសន៍ឬសាសនាកែវបំផ្លាញវប្បធម៌និងប្រពៃណីរបស់ជនជាតិដើមភាគតិចខែវការសម្លាប់រង្គាដោយគ្មានរើសមុខដើម្បីដណ្ដើមអំណាចមួយណាដែរបើមានកបំផ្លាញក្រុមនយោបាយណាមួយដោយហិង្សាខបំផ្លាញទាំងមូលឬមួយផ្នែកនៅក្រុមជាតិសាសន៍ជាតិពន្ធុពូជសាសន៍ឬសាសនាកោការបំផ្លាញវប្បធម៌និងប្រពៃណីរបស់ជនជាតិដើមភាគតិចខែវការសម្លាប់អង្គាដោយគ្មានរើសមុខដើម្បីដណ្ដើមអំណាចមួយណាដែរបងមក1 2 3គឺខបងណាគឺខការបំផ្លាញទាំងមូលឬមួយផ្នែកនៅក្រុមជាតិសាសន៍ជាតិពន្ធពូជសាសន៍ឬសាសនា